ទិកាបញ្ចេញទស្សនៈលើកទី19បាទស្ដីអំពីកម្ពុជាឆ្ពោះទៅបញ្ចប់អេដដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដមួយធ្នូ2025ក្រោមមូលបត្រសកលយកឈ្នះការរំខានបរិវត្តកម្មឆ្លើយតបនឹងជំងឺអេដក្នុងឆ្នាំ2025នេះទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដមួយធ្នូនឹងប្រព្រឹត្តឡើងក្រោមមូលបត្រសកលយកឈ្នះការរំខានបរិវត្តកម្មឆ្លើយតបនឹងជំងឺអេដដើម្បីចូលរួមវេទិកានេះនៅព្រឹកថ្ងៃទី24វិច្ឆិកា2025កាកបាទក្រហមកម្ពុជាក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តមឧត្តមនៃសម្ដេចព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុព្រះវររាជមេដាជាតិខ្មែរជាព្រះប្រធានកិត្តិយសនិងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចគតិប្រិទ្ធបណ្ឌិតបូរនីហ៊ុនសែនជាប្រធានបានសហការជាមួយសាកលវិទ្យាល័យ Belty អន្តរជាតិបានរៀបចំវេទិកាបញ្ចេញទស្សនៈស្ដីអំពីកម្ពុជាឆ្ពោះទៅបញ្ចប់អេដដោយមានការបកស្រាយពីវាគ្មិនដែលជាប្រជាជនកន្លឹះចំនួន4រូបវេទិកានេះគឺបានធ្វើឡើងនៅសាកលវិទ្យាល័យ Belty អន្តរជាតិសាខាទី2ស្ពានអាកាសចំចៅក្រោមអធិបតីភាពឯកឧត្តមយូឡាណាអគ្គលេខាធិការរងទី2កាកបាទក្រហមកម្ពុជានិងជាអនុប្រធានក្រុមការងារអិសរាជជនឆ្នើមថ្នាក់ជាតិនិងឯកឧត្តមលីណាវុតសាកលវិទ្យាធិការនិងជាប្រធានកិត្តិយសក្លឹបយុវជនកាកបាទក្រហមកម្ពុជានៃសាកលវិទ្យាល័យ Belty អន្តរជាតិព្រមទាំងអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវអនុប្រធានសមាជិកសមាជិកាគណៈទីប្រឹក្សាក្រុមការងារអិសរាជជនឆ្នើមថ្នាក់ជាតិនៃទីស្នាក់ការកណ្ដាលតំណាងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដតំណាងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដសះស្បែកនិងកាមរោគតំណាងអង្គការ UNAIDS ប្រចាំនៅកម្ពុជាតំណាងអង្គការសង្គមស៊ីវិលតំណាងប្រជាជនរងគ្រោះដោយសារមេរោគអេដគណៈគ្រប់គ្រងសាស្ត្រាចារ្យបុគ្គលិកនិស្សិតនិងយុវជនស្ម័គ្រចិត្តនៃសាកលវិទ្យាល័យ Belty អន្តរជាតិព្រមទាំងអ្នកសារព័ត៌មានសរុបប្រមាណ850នាក់ពិធីខាងលើនេះបានដំណើរការក្រោមការសម្របសម្រួលនិងដឹកនាំវេទិកាបញ្ចេញទស្សនៈដោយលោកបណ្ឌិតវ៉ាសុភ័ក្រលេខាធិការក្រុមការងារអិសរាជជនឆ្នើមថ្នាក់ជាតិនិងមានគណៈវាគ្មិនចំនួន4រូបដែលរួមមានលោកស្រីព្រំដាលីអ្នកគ្រប់គ្រងកម្មវិធីបណ្ដាញអ្នករស់នៅជាមួយមេរោគអេដក្នុងព្រះរាជាណាចក្រកម្ពុជាហៅកាត់ថា CPN+ អ្នកនាងម៉ាត់កើតមីស៊ីប្រធានបណ្ដាញចតុមុខ BC និងលោកស្រីអុកសុម៉ាឡៃប្រធានបណ្ដាញស្ត្រីធ្វើការតាមសេវាកំសាន្តនិងលោកខុំដាវីតបុគ្គលិកសហគមន៍ក្នុងមតិសំណេះសំណាលនិងបើកវេទិកាបញ្ចេញទស្សនៈខាងលើនេះឯកឧត្តមយូឡាណាបាននាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់សម្ដេចគតិប្រិទ្ធបណ្ឌិតបូរនីហ៊ុនសែនជូនចំពោះអង្គវេទិកាទាំងមូលនិងបានគូបញ្ជាក់អំពីខ្លឹមសារយកឈ្នះការរំខានបដិវត្តកម្មឆ្លើយតបនឹងជំងឺអេដមានន័យថាយើងត្រូវនាំគ្នាជំរុញឲ្យអ្នកដែលបានឆ្លងមេរោគអេដឆាប់ទទួលបានការព្យាបាលដោយឱសថប្រឆាំងមេរោគអេដបានត្រឹមត្រូវជួយការពារនិងពង្រឹងសេវាធ្វើតេស្តរោគមេរោគអេដធ្វើឲ្យប្រកបនៃចង្វាក់ផ្គត់ផ្គង់ឱសថនិងឧបករណ៍បរិក្ខារលើកកម្ពស់ឲ្យមានការចូលរួមកាន់តែខ្លាំងបន្ថែមទៀតពីសហគមន៍ដែលរងគ្រោះដោយសារមេរោគអេដជំងឺអេដពង្រីកសេវាបង្ការឲ្យបានកាន់តែទូលំទូលាយប្រើដំណោះស្រាយ Digital និងការកសាងនៅប្រព័ន្ធភាពធន់សុខភាពរបស់សហគមន៍ឡើងជាមួយគ្នានេះឯកឧត្តមអគ្គលេខាធិការរងទី2ក៏បានអានជូនអង្គពិធីទាំងមូលត្រង់ត្រាប់នៅខ្លឹមសារទាំងស្រុងសារលិខិតរបស់សម្ដេចគតិប្រិទ្ធបណ្ឌិតបូរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជានិងជាអិសរាជជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដជំងឺអេដនិងការអភិវឌ្ឍនៅកម្ពុជាដោយបានរំលេចនៅចំណុចសំខាន់ៗនៅក្នុងការអំពាវនាវដល់បងប្អូនជនរួមជាតិជាពិសេសយុវជននៅក្នុងការបង្ការខ្លួនពីមេរោគអេដបន្ថែមពីនេះអង្គពិធីក៏បានត្រង់ត្រាប់នៅបទកថារបស់ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញាហៅប៊ុនលេងសមាជិកគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជានិងជាសមាជិកក្រុមការងារអិសរាជជនឆ្នើមថ្នាក់ជាតិស្ដីពីការលើកកម្ពស់ចំណេះដឹងនិស្សិតឲ្យមានសមត្ថភាពនិងឥរិយាបថវិជ្ជមានចំពោះជំងឺអេដនិងជំងឺមិនឆ្លងប្រកបដោយទំនុកចិត្តនិងប្រសិទ្ធភាពខ្ពស់ជាពិសេសដំណើរការនៃការវិវត្តភាពជាមនុស្សប្រកបដោយភាពវិជ្ជមានដើម្បីក្លាយទៅជាមូលធនមនុស្សរបស់សង្គមជាតិសូមជម្រាបជូនថាខ្លឹមសារទាំងស្រុងនៃវេទិកាបញ្ចេញទស្សនៈនេះបានចាក់ផ្សាយទាំងស្រុងតាមកញ្ចក់ទូរទស្សន៍និងបណ្ដាញសង្គមនានា
នៅថ្ងៃទី30ខែវិច្ឆិកាថ្ងៃទី1និងថ្ងៃទី2ខែធ្នូឆ្នាំ2025ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដសមួយធ្នូ2025ផងដែរបាទទស្សនិកជនជាទីគោរពនិងជាទីមេត្រីនេះគឺជាវេទិកាបញ្ចេញទស្សនៈលើកទី9ស្ដីអំពីកម្ពុជាឆ្ពោះទៅបញ្ចប់អេដសដើម្បីចូលរួមនៅក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដសមួយធ្នូ2025ក្រោមមូលបត្រសកលគឺយកឈ្នះការរំខានក៏ដូចជាបដិវត្តកម្មឆ្លើយតបទៅនឹងជំងឺអេដសដែលពិធីនេះគឺបានរៀបចំឡើងនៅសាកលវិទ្យាល័យ Belty អន្តរជាតិបាទគឺសាខាទី2ស្ពានអាកាសចំចៅក្រោមអធិបតីភាពឯកឧត្តមយូឡាណាអគ្គលេខាធិការរងទី2កាកបាទក្រហមកម្ពុជានិងជាអនុប្រធានក្រុមការងារអស្ចារ្យជនឆ្នើមថ្នាក់ជាតិឯកឧត្តមលីណាវុធបាទគឺសាកលវិទ្យាធិការនិងជាប្រធានកិត្តិយសក្លឹបយុវជនកាកបាទក្រហមកម្ពុជាផងដែរហើយនេះក៏ជាវេទិកាមួយដ៏សំខាន់ផងដែរនៅក្នុងការផ្សព្វផ្សាយក៏ដូចជាបន្ថែមនិងបញ្ជាការយល់ដឹងពាក់ព័ន្ធទៅនឹងជំងឺអេដសក៏ដូចជាអ្នកដែលផ្ទុកមេរោគអេដសហើយអ្វីដែលពិសេសគឺកម្មវិធីនេះគឺមានការសម្របសម្រួលក៏ដូចជាមានការធ្វើការផ្សព្វផ្សាយបន្ថែមទៀតទាំងនៅលើកញ្ចក់ទូរទស្សន៍ក៏ដូចជានៅលើបណ្ដាញសង្គមផ្សេងៗគឺរយៈពេល3ថ្ងៃគឺមុនថ្ងៃទី1ធ្នូបាទគឺមានន័យថាជាមួយនឹងកម្មវិធីនេះគឺនឹងមានការផ្សព្វផ្សាយគឺនៅថ្ងៃទី30ខែវិច្ឆិកាថ្ងៃទី1ធ្នូថ្ងៃទី2ធ្នូនៅលើបណ្ដាញសង្គមក៏ដូចជាលើកញ្ចក់ទូរទស្សន៍ផងដែរដើម្បីចូលរួមជាមួយនឹងវេទិកាប្រយុទ្ធនឹងជំងឺអេដសមួយធ្នូក្នុងឆ្នាំ2025នេះបាទ